អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសអំពើរំលោភបំពានរបស់ថៃនិងចាត់វិធានការចាំបាច់ដើម្បីបង្ខំឲ្យប្រទេសនេះបញ្ឈប់សកម្មភាពឈ្លានពានមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាយ៉ាងកក្លឿនបែបនេះតទៅទៀតនៅព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នេះចាប់ពីវេលាម៉ោង 10:30 នាទីកងកម្លាំងសមត្ថកិច្ចចម្រុះថៃប្រដាប់ដោយដំបងខែលព្រមទាំងឧបករណ៍ផ្សេងៗទៀតជាច្រើនបានធ្វើសកម្មភាពរាវមីននិងបានប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីដែលពួកគេបានពាត់របងលួសកាលពីថ្ងៃ13ខែសីហាឆ្នាំ2025នៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាអំពើឈ្លានពានលើអធិបតេយ្យភាពជាតិបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោលនិងយ៉ាងកក្លឿនបំផុតតាមរយៈការអនុវត្តច្បាប់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា